សួស្តីថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមធ្វើវីដេអូនិយាយអំពីការសន្សំលុយពីមុនខ្ញុំក៏ជាមនុស្សម្នាក់ដែលមានការចំណាយគ្មានគម្រោងច្បាស់លាស់ដូចគ្នារៀងរាល់ដើមខែពេលដែលខ្ញុំទទួលបានប្រាក់ខែខ្ញុំតែងតែគិតថាខែនេះខ្ញុំនឹងធ្វើការសន្សំក៏ប៉ុន្តែរហូតដល់ចុងខែខ្ញុំតែងតែសល់លុយ2 ទៅ 3 ម៉ឺនរៀលតែប៉ុណ្ណោះហើយខែខ្លះទៀតចាយសឹងតែមិនគ្រប់ក៏មានដូចគ្នាខ្ញុំចាំបានថាមានលើកមួយនោះនៅចុងខែខ្ញុំត្រូវខ្ចីលុយមិត្តភ័ក្តិចំនួន$20ដើម្បីធ្វើការទប់ការចំណាយដូចជាការចាក់សាំងនិងការចំណាយផ្សេងៗទម្រាំទៅដល់ថ្ងៃបង់ប្រាក់ខែវាធ្វើឲ្យខ្ញុំអាម៉ាស់មុខណាស់ហើយពេលនោះខ្ញុំគិតថាបញ្ហានេះត្រូវតែផ្លាស់ប្ដូរទម្លាប់ខ្ញុំចាប់ផ្ដើមស្វែងយល់អំពីការគ្រប់គ្រងហិរញ្ញវត្ថុខ្ញុំបានរៀនពីបទពិសោធន៍របស់មនុស្សដទៃទៀតអានសៀវភៅស្ដាប់ការចែករំលែកហើយសំខាន់បំផុតនោះគឺខ្ញុំបានអនុវត្តវាម្ដងមួយដំបូងឡើយវាលំបាកណាស់ក៏ប៉ុន្តែបន្ទាប់មកខ្ញុំចាប់ផ្ដើមឃើញលទ្ធផលខែទី1ខ្ញុំអាចសន្សំបាន 5% នៃប្រាក់ខែរបស់ខ្ញុំខែទី2ខ្ញុំចាប់ផ្ដើមសន្សំបានរហូតទៅដល់ 10% ហើយឥឡូវនេះខ្ញុំអាចសន្សំបានរហូតទៅដល់ 30% នៃប្រាក់ចំណូលរបស់ខ្ញុំដូច្នេះហើយខ្ញុំចង់ធ្វើការចែករំលែកនៅអ្វីដែលខ្ញុំបានរៀនជាពិសេសសម្រាប់សិស្សនិស្សិតដែលទើបតែចាប់ផ្ដើមធ្វើការងារដំបូងឬក៏ជាការងារ part time បុគ្គលិកដែលមានប្រាក់ចំណូលតិចដូចជារូបខ្ញុំផ្ទាល់ឬអ្នកដែលមានប្រាក់ខែចាប់ពី$300ឡើងទៅនិងស្ត្រីមេផ្ទះដែលត្រូវការគ្រប់គ្រងថវិកាសម្រាប់គ្រួសារខ្ញុំយល់ពីបញ្ហារបស់អ្នកទាំងអស់គ្នាពីព្រោះខ្ញុំក៏ធ្លាប់ឆ្លងកាត់បញ្ហាទាំងនោះដែរនៅលើ channel នេះអ្នកនឹងស្វែងយល់អំពីវិធីសាស្ត្រសន្សំលុយជាក់ស្ដែងដែលខ្ញុំបានអនុវត្តរបៀបបង្កើតថវិកាដែលមិនធ្វើឲ្យអ្នកមានភាពតានតឹងកន្លែងដែលអាចកាត់បន្ថយការចំណាយវិធីបង្កើតចំណូលបន្ថែមហើយសំខាន់បំផុតនោះគឺធ្វើវាឲ្យក្លាយទៅជាទម្លាប់ប្រសិនបើអ្នកពេញចិត្តនៅវីដេអូនេះសូមចុច like subscribe ហើយ comment ប្រាប់ខ្ញុំនៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយ